số đây nè cầm pung mơ năng ngày chân ngày đi trong bạn năng review ông pi tận lúc tí pram mùi chẳng như tha mình bên pel thì này tràn thế còn tay còn thà dương chi tới việc cắt hay dương slip thọt cho rụp hiếp từ cái tập hiếp play nó bỏ tận lúc tí pram à lỡ dương mà cái lên mà mơ hay tha ra chana sampon rồi bỏ tận lúc tí pram bạn chân tròn cái lại ní nhôm xôm mà xôm oi bong ôn mơ sánh á bạn chờ lấy bong ôn khơi bạn chân mà đây tha con cái lại ní vi chi tập phim của đời sạch mà dạng play này đài bạn họ đi chân xôm thôi với hay ở đấy cứ chi anh đây tha khăn đấy có núm hay khăn coi non giống nó có chip núm này anh ấy cứ chia tụm nút sân đi pram hay là dương từ mưa tập hiệp nơi không sân cái lại chia tụm nút nâng tại mặt đòn lấy trong thời gian zoom vì tập hiệp này nơi tam một tịch tại mặt đòn bạnยังไม่ได้បងប្អូនមើលទៅចំពោះទេសភាពនេះបងប្អូនយល់ឃើញយ៉ាងម៉េចដែរវាជាទីគយគុណចិត្តរបស់បងប្អូនដែរទេបាទតែសម្រាប់ខ្ញុំវិញខ្ញុំថាវាពិតជា refresh មែនតើបាទហើយឥឡូវមើលទៅយើងមើលទេសភាពពិតជាស្អាតមែនហើយពេលនេះម៉ោងកំពុងម៉ោងប្រហែលជា7:11ហើយបើនិយាយពីអាកាសធាតុវិញវាត្រជាក់បាទម៉ោង11តាមពិតបើនៅកន្លែងទូទៅវាក្តៅប៉ុន្តែនៅកន្លែងនេះវាត្រជាក់តែម្ដងបងប្អូនដោយសារតែវាមានចំហាយទឹកហើយវាបក់ផាត់មកនឹងខ្យល់ទៅវាត្រជាក់ស្អាតហើយនេះគឺជាមួយខាងទៀតនៃភ្នំអញ្ចឹងថាភ្នំមួយខាងទៀតឥឡូវយើងស៊ូមទៅមើលទិដ្ឋភាពហើយក៏រូបភាពទាំងស្រុងបាទឥឡូវយើងមើលទៅឥឡូវយើងធ្វើការស៊ូមវាមកវិញបាទពិតជាស្អាតមែនទែនហើយមួយទៀតរឿងដែលសំខាន់ឥឡូវយើងទៅមើលទំនប់បាទអញ្ចឹងអានេះទិដ្ឋភាពនៅក្រោមទំនប់អញ្ចឹងទិដ្ឋភាពនៅក្រោមទំនប់នេះបងប្អូនមើលទៅគេបើកទំនប់មួយគឺទឹកហូរខ្លាំងមែនទែនហើយបន្តិចទៀតខ្ញុំនឹងធ្វើការដើរទៅមើលហើយនៅខាងមុខនោះក៏ដូចជាមានសត្វព្រាបដែរឥឡូវធ្វើការស៊ូមបញ្ញានេះសត្វព្រាបវាមកទៅនេះដែរខ្ញុំន័យថាវាល្អមែនទែនឥឡូវយើងមើលទិដ្ឋភាពពីខាងក្រោមមិននេះយើងមើលទិដ្ឋភាពពីខាងលើឥឡូវយើងមើលខាងក្រោមវិញម្ដងអញ្ចឹងខាងក្រោមឃើញថាទេសភាពក៏ល្អដែរតែនេះពីមុនក៏ជាទីរមណីយដ្ឋានមួយកន្លែងដែរពីមុនក៏មានអ្នកមកដើរលេងឬគេមកសម្រាប់លំហែកាយច្រើនដែរប៉ុន្តែបច្ចុប្បន្ននេះគឺអត់សូវមានទេដោយសារតែកន្លែងដើរលេងផងយើងវាមានច្រើនហើយណាមួយកន្លែងនេះក៏មិនមែនថាគេបោះបង់ចោលទេប៉ុន្តែក៏មានអ្នកដើរលេងលក្ខណៈគ្រួសារឬក៏ថ្ងៃទំនេរសៅរ៍អាទិត្យអីក៏មានអ្នកមកបោះតង់បោះអីស្ទូចត្រីស្ទូចអីលេងផងដែរហើយមួយវិញទៀតកន្លែងនេះមិនថាទេសភាពវាស្អាតទេប៉ុណ្ណឹងប៉ុន្តែបើសម្រាប់អ្នកដែលចូលចិត្តបបកត្រីអ្នកលក្ខណៈtrip ចុះអីអ្នកបោះតង់បោះអីអាចមើលកន្លែងនេះបានហើយនេះគឺជាដៃស្ទឹងដែលហូរធ្លាក់ទៅខាងក្រោមបាទហើយអានេះគឺជាទំនប់ពហិរដែលកំពុងតែហូរទឹកណាហើយសំឡេងទឹកធ្លាក់មកពីលើសូលឺខ្ចាច់តែម្ដងបាទមើលទៅទិដ្ឋភាពប៉ុណ្នេះបើសិនណាសម្រាប់អ្នកបោះតង់អីវាល្អដែរសម្រាប់មិត្តភក្តិមកលក្ខណៈជាក្រុមមានន័យថាវាល្អមែនតើបាទឥឡូវនេះយើងឲ្យតែមើលមុខអីចាឥឡូវយើងស៊ូមមើលទេសភាពទៅនេះបន្តិចទេសភាពទៅនេះក៏មកឆ្ងាញ់ដែរឥឡូវយើងដាក់1.5 សិនមកហ្នឹងហើយបាទឥឡូវយើងស៊ូមមក3វិញស៊ូមមក2បាទឥឡូវស៊ូមមក1វិញបាទអូស្អាតមែនតើនេះទិដ្ឋភាពនេះវាមកឆ្ងាញ់ដែរហើយទីតាំងនៅនេះអត់មានពិបាករកទេនៅឃុំវាលវង្សអធិស្ឋាននៅភូមិវាលវង្ស
ឃុំរកាត់ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ហើយបើយើងនិយាយពីចម្ងាយផ្លូវចេញមកពីផ្សារក្រវាញហ្នឹងហើយខ្ទង់3ប្រហែលជាខ្ទង់15គីឡូទេអញ្ចឹងហើយការធ្វើដំណើរផ្លូវហ្នឹងគឺផ្លូវជាប្រភេទផ្លូវទូកផងអត់មានផុកមានអីទេបើសិនជាយើងចុះមកអីជិះម៉ូតូជិះឡាននេះយើងអាចមកដល់តែម្ដងឥឡូវយើងទៅមើលទស្សនភាពនៅខាងក្រោមហ្នឹងតិចប៉ុន្តែយើងអាចចុះទៅក្រោមបានទេសាំងឥឡូវយើងមើលពីលើទៅវិញបាទនេះឡានទឹកហូរធ្លាក់ទៅក្រោមហើយនៅខាងក្រោមតាមអូនោះក៏មានប្រជាកសិករគាត់មានអាជីវកម្មតារ៉េនបាទការស្វ័យយទីការអីគេប្រកបពីប្រកបច្រើនបាទឥឡូវយើងមើលនេះទឹកនេះធ្លាក់ខ្លាំងអញ្ចឹងបាទតែឥឡូវបើសិនអ្នកណាដែលចង់មកបោះតង់នេះអាចមើលកន្លែងនេះបានទេបាទទឹកអមសងខាងបោះតង់ទេជាមួយទឹកភ័ក្រអីលក្ខណៈព្រិចមួយថ្ងៃសៅរ៍អាទិត្យអីគឺតាមទៅតាមបាទមានកន្លែងទូដីមានកន្លែងបោះតង់អីហើយមើលទៅព្រៃនេះវាអត់ដូចជាអត់ទៅគ្រប់ទេបើមិនជាយើងបោះតង់មកអីវាអាចថាសុវត្ថិភាពមួយក្នុងដែរបាទហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំមានប៉ុណ្្នឹងទេក្នុងការ review ពីទំនប់ទី5ហើយបើសិនជាអ្នកណាដែលមិនទាន់បានស្គាល់ទេអាចមកស្គាល់ហើយទៅព្រោះចង់និយាយថាទំនប់នេះវានៅតែនឹងដែរប៉ុន្តែបើសិនជាអត់បានមកមើលឬតែខ្ញុំនិយាយវាអត់ដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងតែយើងមកជួបផ្ទាល់បានដឹងយើងដឹងថាវាសេះផ្សាណាបាទចឹងអរគុណច្រើនពីបងមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នាក្នុងវីដេអូក្រោយ